សុំជួនរឿងកូនឆ្លុះនិងទុនសាយបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនវិលត្រឡប់មកជួបជាមួយនឹងនីតិស្ដាប់រឿងនិទានខ្មែរបាទវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទនៃការស្ដាប់រឿងនិទានខ្មែរបាទដោយ Channel របស់ខ្ញុំរឿងនិទានខ្មែរបាទសូមដើម្បីកុំឲ្យខាត់ពេលយូរសូមពុកម៉ែបងប្អូនរីករាយស្ដាប់កំសាន្តនៅរឿងនេះដូចតទៅនៅក្នុងព្រៃភ្នំមួយមានសត្វតោកំណាចមួយក្បាលតែងតែបង្គាប់ឲ្យសត្វទាំងអស់ចូលមកប្រគល់ខ្លួនជាចំណីរៀងរាល់ថ្ងៃសត្វទាំងអស់មានការភ័យតក់ស្លុតជាពន់ពេកជាពិសេសឲ្យតែជិតដល់វេនរបស់ខ្លួនសាច់ញាតិគ្រួសារសត្វត្រូវព្រាត់ប្រាសគ្នាយ៉ាងខ្លោចផ្សាដោយមិនអាចធ្វើអ្វីកើតឡើយត្បិតសត្វតោនោះមានអំណាចបំផុតនៅក្នុងព្រៃនោះថ្ងៃមួយកូនឆ្លុះមានការបារម្ភក្រៃលែងចំពោះវាសនារបស់ខ្លួនស្អែកនេះជាវេនរបស់វាហើយវាទុនដៃទុនជើងណាស់ហើយដើរទៅដេកសម្បុកនៅលើវាលស្មៅខៀវខ្ចីមួយជិតជើងភ្នំរំពេចនោះវាស្រាប់តែនឹកឃើញដល់មិត្តសម្លាញ់ម្នាក់គឺទុនសាយវាបានដើររកទុនសាយពេញមួយល្ងាចរហូតបានជួបលុះជួបហើយក៏រៀបរាប់ពីសេចក្តីទុក្ខសោកនៅក្នុងចិត្តកុំប្រួយបារម្ភអីសម្លាញ់ខ្ញុំអាចជួយឯងបានឲ្យតែសត្វតូចតូចសាមគ្គីគ្នាដោយឆ្លេះវៃគឺពិតជាអាចកម្ចាត់សត្វធំធំដែលកាចសាហាវបានសត្វទុនសាយពូលដូច្នោះរួចក៏រៀបចំឧបាយកលជាមួយកូនឆ្លុះលុះព្រឹកស្អែកស្ដេចតោក៏រងចាំនៅលើផ្ទាំងថ្មធំមួយជាអាសនៈរបស់ខ្លួនលុះកូនឆ្លុះមកយឺតពេលនឹងឃើញមានទុនសាយមកផងក៏ស្រែកសម្លុតយ៉ាងសន្ធប់ផ្អើលអស់វងសត្វព្រៃទាំងឡាយសូមលោកម្ចាស់កុំអាលខឹងច្រឡោតអីមុននេះពួកយើងបានជួបនឹងសត្វចម្លែកដ៏ធំមួយក្បាលហើយព្យាយាមរត់គេចតាមព្រៃបន្លាយ៉ាងវែងឆ្ងាយទម្រាំបានមកជួបនឹងលោកម្ចាស់នេះសូមលោកម្ចាស់អធិស្ឋានផងនោះមានសត្វចម្លែកឯណាទៅទៀតហើយហ៊ានមករំខាននៅក្នុងដែនដីយើងនេះស្ដេចតោនឹកឆ្ងល់ក៏សួរទៅទុនសាយវាមានមាឌធំជាងដំរី2ដងទៅទៀតសូមលោកម្ចាស់មកតាមខ្ញុំមកខ្ញុំនឹងនាំលោកម្ចាស់ទៅជួបសត្វចម្លែកនោះតែសូមលោកម្ចាស់ប្រយ័ត្នប្រយែងផងសត្វទុនសាយបញ្ជាក់ប្រាប់រួចក៏នាំសត្វតោចេញទៅឯងកុំមើលស្រាលអញឲ្យសោះអញមិនខ្លាចវាទេអញនឹងកម្ចាត់អាសត្វចម្លែកនោះឲ្យឯងដឹងថ្វីដៃអញម្ដងលុះទៅដល់ពីមុខរូងភ្នំមួយទុនសាយបានចង្អុលទៅទីនោះតាមពិតសត្វទុនសាយបាននាំគ្នាគូសវាសនិងឆ្លាក់មាត់រូងភ្នំនោះជារូបសត្វម្យ៉ាងមានចង្កូមស្ញាច
និងមុខមាត់មើលទៅគួរឲ្យខ្លាចបំផុតចំណែកសត្វតោខឹងណាស់បានស្រែកប្រាប់ឲ្យទន្សាយចាក់ចេញទុកឲ្យខ្លួនជាអ្នកតតាំងតែម្នាក់ឯងរំពេចនោះសត្វតោហក់ទៅក៏ជាប់អន្ទាក់យ៉ាងមាំដែលទន្សាយលួចដាក់នៅក្រោមស្លឹកឈើត្រង់មាត់រូងភ្នំនោះឃើញដូច្នោះសត្វទន្សាយបានហួចសំឡេងហៅសត្វទាំងអស់ដែលកំពុងចាំពួនជុំវិញរូងភ្នំមកចឹកខំនិងហែកខ្លួនប្រាណសត្វតោអប្រិយនោះរហូតដល់នៅសេចក្តីស្លាប់យ៉ាងវេទនាដោយកាលគ្រាដែលវាចាប់ហែកស៊ីសត្វដទៃយ៉ាងដូច្នោះដែរចាប់តាំងពីថ្ងៃនោះមកកូនឆ្លុះព្រមទាំងសត្វព្រៃដទៃទៀតក៏រស់នៅដោយសន្តិភាពរួចផុតពីការគ្រប់គ្រងដ៏កំណាចរបស់ស្ដេចតោចំណែកសត្វទន្សាយត្រូវបានគេលើកដំកើងជាអ្នកប្រាជ្ញនៅក្នុងព្រៃនោះរឿងសត្វឆ្លុះនិងទន្សាយត្រូវបានចប់ដោយបរិបូរណ៍សូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានស្ដាប់រឿងនិទានរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច like share comment និង subscribe ទៅលើ channel របស់ខ្ញុំបាទម្នាក់មួយផងតែមុននឹងបញ្ចប់ខ្ញុំបាទក៏មាន5សំណួរដើម្បីចែកជូនពុកម៉ែបងប្អូនដោះស្រាយជាបញ្ហាសំណួរទី1តើនៅក្នុងព្រៃភ្នំមានរឿងអាក្រក់អ្វីកើតឡើងរាល់ថ្ងៃសំណួរទី2តើកូនឆ្លុះតើរកអ្នកណាឲ្យជួយដោះទុកខ្លួនសំណួរទី3តើទន្សាយបាននិយាយអ្វីទៅកាន់កូនឆ្លុះសំណួរទី4តើទន្សាយបានប្រើឧបាយកលដូចម្ដេចខ្លះដើម្បីកម្ចាត់ស្ដេចតោកំណាចនិងសំណួរទី5ចុងក្រោយតើប្អូនយល់ថាទន្សាយក្នុងរឿងនេះជាតួអង្គដូចម្ដេចបាទសូមអរគុណជួបគ្នានៅរឿងនិទានបន្ទាប់សូមជម្រាបលា